សម្ដែងពីតបោះឈ្មោះរោហេតសៈបានសម្រាប់ឈានហើយចង់ដើរមើលចក្រវាលថាតើផុតត្រឹមណាក៏ដើររហូតមកដល់ចក្រវាលយើងនេះសួរថាភពដែលមានមនុស្សរស់នៅមានជាច្រើនរាប់រយទៀតដែរឬគឺចក្រវាលដែលចក្រវាលមួយមានទ្វីប4តែមានមនុស្សព្រះពុទ្ធអង្គធ្លាប់យាងទៅក្នុងទ្វីបដទៃទ្រង់សម្ដែងព្រះធម៌ឲ្យដល់មនុស្សក្នុងទ្វីបដទៃប៉ុន្តែមនុស្សក្នុងទ្វីបដទៃទាំងអស់មិនអាចសម្រេចមគ្គផលបានទេគណៈមានតែមនុស្សក្នុងចក្រវាលនេះទេដែលអាចសម្រេចមគ្គផលបានហើយព្រះសម្មាសម្ពុទ្ធត្រាស់ដឹងតែក្នុងចក្រវាលនេះឯងនឹងក្នុងអត្តកថាគម្ពីរពុទ្ធវង្សទាំងគណៈពុទ្ធវង្ស3ដកលេខ77អត្តកថានោះបញ្យល់ថាចក្រវាលនេះជាមង្គលចក្រវាលអនន្តានិចក្រវាឡានិចក្រវាលមិនមានទីបំផុតចក្រវាលនឹងមានព្រះអាទិត្យមានប្រចាំមានទ្វីប4មានឋាននរកប្រែតទេឆាសោកាយមានទេវលោកព្រហ្មលោកអរូបព្រំអីទាំងអស់ហ្នឹងគឺជាចក្រវាលហើយអនន្តានិចក្រវាឡានិគឺមិនមានទីបំផុតទេប៉ុន្តែព្រះពុទ្ធអង្គត្រាស់ដឹងតែក្នុងចក្រវាលនេះឯងអានឹងហៅថាមង្គលចក្រវាលហើយផែនដីនេះជាផតកັບពីព្រោះមានព្រះពុទ្ធត្រាស់ដឹង5ព្រះអង្គផតៈប្រែថាចម្រើនគឺរាប់អសង្ខ័យមកហើយក្នុងគម្ពីរពុទ្ធវង្សនឹងអត់ដែលមានផែនដីណាមានព្រះពុទ្ធត្រាស់5ព្រះអង្គទេហើយផែនដីយើងនឹងនៅទទួលព្រះពុទ្ធមួយអង្គទៀតណាទេអស្ចារ្យណាស់គ្រាន់តែផែនដីមានព្រះពុទ្ធតែមួយអង្គនឹងវាអស្ចារ្យណាស់តើហើយគឺ4អសង្ខ័យផែនដីថែមមួយសែនផែនដីទៀតគឺណា4អសង្ខ័យ1អសង្ខ័យមិនផ្សេងលេខ1ទៅ0 140ណា07មកកោតដាក់7មកទៀតបកកោតដាក់7មកទៀត0 7 3ដង21អានោះហៅកោតបកកោតដាក់តលតែអាខោពីនេះកថាណੰមហាកថាណੰរហូតដល់ទៅអសង្ខ័យ0 140អានឹងគឺថា1អសង្ខ័យ1អសង្ខ័យនឹង1អសង្ខ័យផែនដីគឺផែនដីមួយហ្នឹងផែនដីមួយហ្នឹងគឺថាមួយហៅថាមួយកាប់ចឹងទៅចឹងហ្នឹងឯងហើយផែនដីសម្បើមប៉ុណ្ណឹងហើយនេះ4អសង្ខ័យឲ្យថែម1សែនផែនដីទៀតមានតែផែនដីជាង10ទេតើដែលពុទ្ធត្រាស់ដឹងមើលចឹងរាប់មើលតាំងពីពុទ្ធទីបង្កហ្នឹងមកមានផែនដីជាង10ហ្នឹងដែលពុទ្ធត្រាស់ដឹងអញ្ចឹងគឺពុទ្ធបរិស័ទយើងបានកើតមកតនផតកັບនឹងជួពុទ្ធសាសនានឹងសំណាងក្រៃលែងទៅណាព្រោះណាពិសេសណាស់ដែលជាការចម្រើនកម្លាំងចិត្តយើងប្រឹងប្រែងជាយាមហើយនឹងអស់ឲ្យសំណួរនឹងណារោហេតសៈទេបុត្រនឹងឯងគាត់មានរិទ្ធនៅក្នុងអង្គត្រនិកាយចតុកនិបាតដើរមកចំហៀនមកចក្រវាលមិនហៀនមកចក្រវាលលើកលែងទៅពេលឆាន់ពេលអីហ្នឹងចឹងទៅហើយវាអត់ផុតតែក៏អស់ជីវិតចក្រវាលហ្នឹងទៅកាន់ទេវលោកហើយមកទូលសួរព្រះអង្គអំពីលោកហ្នឹងមានទីបំផុតដែរឬអត់បានព្រះអង្គត្រាស់ថាលោកហ្នឹងវាអត់មានទីបំផុតដោយដំណើរទៅទេក៏ប៉ុន្តែបើបុគ្គលមិនបានដល់ទីបំផុតនៃលោកក៏មិនបានដល់ទីបំផុតនៃទុក្ខដែរអានឹងគឺព្រះអង្គមកប្រកាសលោកគឺខន្ធលោកអាយតនៈលោកធាតុលោកនេះបើមិនបានដល់ទីបំផុតនៃខន្ធធាតុអាយតនៈទេក៏អត់បានផុតទុក្ខអានឹងលោកព្រះអង្គចែកជា2លោកចក្រវាលបុគ្គលមិនអាចទៅដល់ដោយដំណើរដោយរិទ្ធដោយអីបានទេគឺវាអត់មានទីបំផុតប៉ុន្តែខន្ធលោកអាយតនៈលោកវត្តដាក់គឺថាមានព្រះនិព្វានជាទីបំផុតហ្នឹងឯងដែលជាទីបំផុតទុក្ខហ្នឹងគឺនៅក្នុងប្រសូតហ្នឹង